ក្តីប្រាថ្នារបស់កូនឫស្សីកាលពីព្រេងនាយមានកូនឫស្សីមួយបានជួបនឹងទេពរុក្ខរក្សាព្រៃបាននិយាយសុំទេពរុក្ខរក្សាព្រៃថាលោកទេវតាជួយខ្ញុំឲ្យមានស្លឹកធំទេវតាក៏យល់ព្រមធ្វើស្លឹកឫស្សីឲ្យធំដោយបំណងរបស់កូនឫស្សីពេលនោះមានភូងពពែមួយភូងពេលឃើញស្លឹកឫស្សីធំហើយបៃតងស្រកស្អាតផងនោះក៏នាំគ្នាស៊ីរហូតតតែអស់ស្លឹកដោយពិបាកទួមជាមួយនឹងភូងសត្វជាច្រើនតែតែមកយាយីខ្លួនកូនឫស្សីក៏សម្រេចចិត្តចង់បានស្លឹកជាមាសក៏បានសុំពរពីរុក្ខទេវតាម្ដងទៀតរុក្ខទេវតាក៏ព្រមពេលនោះកសិករម្នាក់បានឃើញស្លឹកឫស្សីជាមាសដូច្នេះក៏បេះស្លឹងរហូតដល់អស់ដើមដល់ស្លឹកមានក៏ត្រឹមមនុស្សបេះទៀតកូនឫស្សីក៏ចង់បានស្លឹកជាកញ្ចក់ម្ដងក៏ស្នើសុំរុក្ខទេវតាខ្ញុំចង់បានស្លឹកកញ្ចក់រុក្ខទេវតាថាកូនឫស្សីអ្នកអាចស្នើក្តីប្រាថ្នាបានតែ2ដងទៀតប៉ុណ្ណោះម្ដងនេះមួយម្ដងនិងពេលក្រោយម្ដងទៀតកូនឫស្សីក៏ព្រមរុក្ខទេវតាក៏បានធ្វើស្លឹកឫស្សីคล้ายជាកញ្ចក់ភ្លាមក្នុងគ្រារដូវភ្លៀងក៏មកដល់ខ្យល់បក់ជាខ្លាំងធ្វើឲ្យស្លឹកឫស្សីកង្គិចគ្នាបែកជាដំណំក្តីប្រាថ្នាចុងក្រោយក៏មកដល់កូនឫស្សីក៏គិតមើលរយពេលធំលោកវែងយល់ថាគ្មានស្លឹកណាមួយជួយឲ្យខ្ញុំមានក្តីសុខដោយស្លឹកកំណើតរបស់ខ្ញុំឡើយកូនឫស្សីគិតដូច្នេះក៏ស្នើបំណងប្រាថ្នាចុងក្រោយរបស់ខ្លួនដល់រុក្ខទេវតាថាខ្ញុំចង់បានស្លឹកល្អិតដូចដើមវិញសូមជួយសម្រេចសេចក្តីប្រាថ្នាចុងក្រោយខ្ញុំផងចុះពេលនោះទេវតាក៏បានធ្វើឲ្យស្លឹកកូនឫស្សីតូចល្អិតបៃតងដូចមាននៅសប្តាហ៍ថ្ងៃនេះ